ត្រីភាពមុននឹងជំរាបលើកហាត់បង្គំអាយ៉ាគុណអង្គព្រះត្រៃរតនៈយិធំនឹងទេពតារសាភពផែនដីមេដាបៃតាអនឹងគុណគ្រូលើកហាត់ទាំងគូបន្ទន់សេរីស័យយើងទាំងពីរយើងគុំញីសាមគ្គីបានពាក្យពិតពីបុរាណឥឡូវបានជួបនឹងនាយសង្ហាណៃប្រាជ្ញជួនខ្លួនខ្ញុំសុំសាកសួរជាការសំគួរជំរៀងយើងប្រចាំថ្ងៃដើម្បីនឹងកែច្នៃចែកជូនទៅតាមលទ្ធភាពនាយសង្ហាណៃនឹងប្រាជ្ញជួនខ្ញុំឥឡូវមើលអ្នកសួរបញ្ជាក់ត្រង់កន្លែងណាផ្លូវលោកផ្លូវធរពួតតម្រាអូយកង្កត្រៃមូកត្រៃផ្លូវធរផ្លូវលោកបត្រីបីដកហក់មេប្រយោគបណ្ដាក់ដឹងក្នុងលោកនាយសង្ហាណៃឬជាបុរាណភេយសិតកាត់សួរខ្ញុំកុំសង្ស័យឥឡូវនាទីប្រាជ្ញជួនឲ្យសង្ហាណៃចាប់ផ្ដើមសម្ដីតទៅទៀតអាយេអាចែកជូនបងប្អូនសន្តានញាតិប្រាជ្ញជួនគង់ណៃប៉ោនដែលបានជួបហើយទាំងតែមានស្ងល់សូមឲ្យបងជួយមានយោបល់វិជ្ជាដោះស្រាយជូនញាតិប្រុសស្រីប្អូនស្ងល់ពីងសភាសិទ្ធសូមសួរបងទៀតហើយប្រព្រឹត្តប្រៃសិទ្ធព្រោះខ្ញុំនៅក្មេងប្រាជ្ញាក៏ខ្លីរកកិច្ចមិនយល់អ្វីបានជួបបងប្រាជ្ញយួនប្រាជ្ញាវ័យគង់សង្ហាណៃសូមឲ្យជួយស្រាយអូនស្ងល់ពីសភាសិទ្ធថាដូច្នេះរឿងនេះសូមបងជួយកិត្តគូគង់សង្ហាណៃខ្ញុំសុំសួរសុំបងវិញ្ញាណឲ្យច្បាស់សេចក្តីលោកនិយាយថាធ្វើស្រូវទាន់មានភ្លៀងបើស្រែកច្រៀងទាន់ចិត្តចង់សូមបងខន្តីសាងជាតិដោយស្មោះត្រង់ខំចង់ស្រីទាន់ក្តៅចិត្តនេះជាពាក្យសភាសិទ្ធ
ែងចងទុកយូរហើយនេះខ្ញុំគិតមិនយល់អីសោះឥឡូវបងប្រុសមានប្រាជ្ញល្បីធ្វើស្រូវទន់មានភ្លៀងនួងយ៉ាងម៉េចងីស្រែកច្រៀងទន់ចិត្តចង់គួរឲ្យសង្ស័យថាបើមិនចង់ច្រៀងមិនកើតអីហេតុអ្វីសុភាសិតលោកថាអញ្ចឹងសាងជាតិទន់ស្មោះត្រង់ខំចង់ស្រីទន់ក្តៅចិត្តទាំង4វគ្គនេះសូមបងលំអិតទេវាញែកឲ្យទលាយញាតញោមតាយាយជ្រាបទាំងប្រុសស្រីដំបងសូមបងអត្ថបាយដោះស្រាយពីធ្វើស្រូវទន់មានភ្លៀងសូមបងខន្តីប្អូនដាក់ហប់ហើយនាទីជាបីដើម្បីប្រគល់ឲ្យបងប្រាជ្ញឈួនអីបងឆ្លើយរឿងនេះជូនបងប្អូនសហានេះចេះចរចាស៊ូមកខ្ញុំចឹងបានជាអ្នកមានប្រពន្ធក៏មុំខ្ញុំឯនេះអត្តខិតនៅរៀងខ្លួនហើយខ្ញុំឯនេះបកស្រាយប្រពន្ធមិនម៉ាយទេប្រាឈួនលើវាយសំដីពីឲ្យប្អូនវិញមានតាដូនវាជ្រាបសេចក្តីសង្ហាណៃនៅស្រុកកំពង់ត្រាចអង្គអាចមកសួរអ្នកកៃស្រុកត្រាំងឥឡូវអ្នកឲ្យខ្ញុំលំអិតពីបុរាណសុភាសិតអ្នកគួរខ្ញុំស្ដីបើចឹងពេលខ្លីទៅបៃសុំឆ្លើយជូនប្អូនបានណាឆ្លើយលោកបងប្អូនខ្ញុំទោះកៃត្រូវមានផ្លូវអ្នកជួយបំពេញបើសិនជាសួរខ្ញុំឆ្លើយទៅវិញរួចទៅតាមភាសិតបុរាណធ្វើខ្សែធ្វើស្រូវទន់ឲ្យមានភ្លៀងស្រែកជ័យជ្រៀងទន់ចិត្តចង់សាកជាតិដោយស្មោះត្រង់ត្រង់នេះកៃអ្នកសួរតាមលំអានបាទឃ្លាចង់ស្រីទន់នៃក្តៅចិត្តបុរាណភាសិតសួរមកបងបានហើយបើចឹងខ្ញុំមិនប្រាស់កៃប្រានឆ្លើយឲ្យបានពេលវេលាហើយលោកបងស្គាល់ហាណៃយើងអ្នកជ្រៀកបើចិត្តមិនចង់មកជ្រៀងមិនបានដែរដូចប្រមាណអ្នកធ្វើស្រូវស្រែឲ្យបងអូតនេះជ័យមេបើគ្មានភ្លៀងគ្មានទឹកមុខជាខូចឲ្យផលធាត្រង់នេះនេះអ្នកដេញដោលមកឃ្លាត្រង់នឹងឲ្យខ្ញុំមិនមែននិយាយស្ដីចង់ស្រីទន់ក្តៅចិត្តបើចិត្តទៅចាក់យើងចង់មិនបានពាក្យថាក្តៅនឹងសង្ហាណៃហើយប្រុសប្រានស្ដាប់ឲ្យបានពេលវេលាក្តៅនឹងបានសេចក្តីទៅស្រឡាញ់គេខំស្រឡាញ់អើយស្រឡាញ់ពាក្យតែក្តៅនឹងប្រាប់ឲ្យចំហើយបើពាក្យទៅប្រាស់លោកថាតណ្ហាអាហ្នឹងក៏ក្តៅដែរណាក្តៅដែររាគៈក៏ក្តៅហើយចុះបើយើងមិនក្តៅអត់រាគៈចិត្តតិចកុំវថ្នាធម្មជាតិស្រីធម្មតាគេមិនត្រូវការអ្នកអត់រាគៈហើយមើលបានបើហើយនៅខុសហើយត្រូវនាយសង្ហាណៃបាទបើអ្នកសង្ហៃសៃសួរមកឈូតឲ្យដោះខ្ញុំមិនឆ្លើយវែងឆ្ងាយបរិយាយប៉ុណ្ណឹងទៅចុះប្រុសឃើញហើយប្រុសក៏ត្រូវខុសសងសំដីអើយអីអើខ្ញុំដាក់ហប់មុខឲ្យសង្ហាណៃ
បងប្រជួនបានសំមកគង់សង្ហាអត្ថានរូបនិយាយមិនដឹងអត្ថានរូបបងបានថាគឺមិនខំទេប្រោះដៃប្រំប្រៃគេហៅទៅឆ្លើយម្ដងក៏បានខ្ញុំចង់ឲ្យបងបញ្ជាក់មកវគ្គមកទៀតជូនញាតិប្រំស្រីអត្ថានរូបគឺសន្តានបងប្អូនយល់ហើយនៃបត្ថាដែលរូបនំយ៉ាងម៉េចនៃដែលបងមានប្រាជ្ញាឆ្លៀសវៃបញ្ជាក់សាច់ក្តីមួយសាទៀតធ្វើស្រូវតន់មានភ្លៀងបើស្រែកជ្រៀងតន់ចិត្តចង់សាងជាតិតន់ស្មោះត្រង់បើខំចង់ស្រីតន់ឲ្យក្រៅចិត្តពាក្យពីមុនបងបានលំអិតសន្តានញាតអស់សង្ស័យឥឡូវចង់ដឹងបាត់ថាដែលរូបឲ្យបងបកស្រាយរាយសេចក្តីឲ្យបងប្អូនញោមញាតប្រោស្រីគុំសង្ហាណៃបានយល់ផងអីបងវាញាតមកទៀតមកមើលបងអេអត្ថានរូបពាក្យបណ្ដោយអត្ថបទរូបពាក្យបញ្ច្រាស់សង្ហាណៃចង់ដឹងណាស់ឲ្យខ្ញុំសាខ្ញុំសងខ្ញុំសបសំដីឃ្លាខ្លីប្អូនសួរមកបោកណាបាទយើងមកនេះមិនមែនទីប្រឡងឆ្លើយឆ្លងពីបុរាណភាសិតលោកស្ដីឧបមាបីដូចជាធ្វើស្រូវទាន់រដូវខែវស្សាអេនេះខ្ញុំប្រៀបធៀបឧបមាបីដូចជាបងប្អូនទាំងប្រុសស្រីអានឹងនេះតែមួយទេស្រែកច្រៀងយើងទន់ចិត្តចង់បើគ្មានចំណងចំណូលអ្វីយើងធ្វើការនោះមិនបានដូចបំណងយើងអ្វីព្រោះយើងគ្មានចិត្តចង់បាទក៏ប៉ុន្តែវែកញែកមួយសាទៅទៀតមានញាតិខ្លះតែបើចិត្តមិនចង់ក៏ត្រូវតែធ្វើអានឹងការងារមិនឥតអំពើត្រូវយើងប្រព្រឹត្តធ្វើការងារត្រូវផ្ដោតឆន្ទៈអានឹងគេគឺឲ្យយើងចង់ណាបាទសម្រួចសម្រេចទើបសម្រេចសពមុខវិជ្ជារៀនសូត្រអ្វីហើយក៏ត្រូវគ្នាត្រូវផ្ដោតឆន្ទៈដល់ប្រពៃឆន្ទៈនឹងឲ្យជាខ្នាតពាក្យឥទ្ធិបាតក៏យកឆន្ទៈជាដើមដែរបាទតែឆន្ទៈយើងពេញលើស្រូវលើស្រែហើយយើងមើលមេឃមើលផ្កាយមើលរដូវបើសិនជាយើងឲ្យចំណងយើងកៃចង់បានស្រូវពេលដែលធ្លាក់ភ្លៀងហើយធ្វើទៅស្រូវអុយស្រីដាក់ស្រូវណាតសាបលើដីទួល បើសិនជាទឹកថ្ងៃជន់ហើយបើស្រាកបើស្រន់ត្រូវអុយមើលជំរូវនឹងសាបស្ទូងណែបងឆ្លើយនឹងឲ្យធូរទ្រូងឲ្យបងប្អូនមិនប្រែមិនព្រួលធ្វើស្រែដើមរដូវធ្វើជំរូវដល់កណ្ដាលធ្វើដីទួលមើលទំនៀបបីមើលទំនួលមើលទំនងហើយមើលមេឃមើលផ្កាយផងណៃអើយឥឡូវនេះសម័យគេវិទ្យាសាស្ត្រខ្លាំងរដូវអុយប្រាំងក៏គេធ្វើដែរគេមិនបាច់មើលភ្លៀងមើលខែក៏ប៉ុន្តែរឿងហ្នឹងអង្គព្រះបរមគ្រូលោកបានស្ដីថាស្រូវដែលធំជាងគេក្នុងលោកគឺឲ្យ
បានស្រូវក្នុងលោកីស្រះដែលធំជាងគេលើផែនដីគ្មានស្រះអ្វីជាងភ្លៀងទេបាទបើសិនជាគ្មានភ្លៀងស្រះហ្នឹងក៏មិនអាចនៅបានយូរបាទសាងជាតិដោយស្មោះត្រង់ត្រូវគិតគូរតើចិត្តយើងវាចវេអូនណៃហើយមិនឃ្លាតយើងសាងជាតិមិនកើតទេបើសិនជាចិត្តវាចវេអានឹងគេហៅថាក្បត់ជាតិបាទហើយបើយើងស្មោះត្រង់ព្រះអង្គលោកថាសាងជាតិនឹងវាល្អណាស់មិនចេះផ្ដេសកៃផ្ដាស់មានអ៊ីនមានខ្មាស់នាយសង្ហាណៃចិត្តយើងមិនវិចមិនវាមិនតាក់មិនទាល់ចិត្តជាកុសលអំណត់ខន្តីសច្ចៈមេត្តាធម៌ទាំង3យើងសាងជាតិយើងសាងទឹកដីបើចិត្តវិចវាដើរទៅលួចគោលួចកបីដើរបំផ្លិចបំផ្លាញជនដទៃបានសេចក្តីថាយើងសាងជាតិឯណាបាទណាបាទដូច្នេះសុភាសិតនៃលំអិតដូចជានៃត្រង់អេណៃឲ្យតាមចិត្តដីចង់ដូច្នេះខ្ញុំជម្រាបយ៉ាងខ្លីពាក្យមួយទៀតពាក្យសើទេចង់ស្រីនោះទន់ក្រៅឲ្យចិត្តដូចខ្ញុំបានជម្រាបយ៉ាងខ្លីរាកៈក្តៅណាស់បើចិត្តយើងទៅចាក់យើងធ្វើមិនកើតអីដូច្នេះយើងកុំមិនធំយើងមើលភេទមើលភិនខ្ញុំសូមជម្រាបមិនឲ្យអ្នកចិនមិនឲ្យអ្នកណាយស្ដាប់ចបៃពាក្យថាយើងចង់បើឧបមាថាយើងចង់ស្រីពាក្យបុរាណលោកបានស្ដីថាយើងចង់3 4នាទីបានស្រីអីហ្នឹងមិនកើតអីទេបើយើងងៃចង់យើងកុំដើរអួតប្រាប់អីគេកុំប្រកាសនាំឲ្យខកខានយើងទៅមើលពូជបោមើលរឹកពីឲ្យថ្លៃឆ្នោទើបទៅយើងចង់ទៅមិនខាតមិនខានពាក្យចាស់កាយលោកថាធ្វើស្រែចម្ការស្ដាប់មហាសង្គ្រាមធ្វើម្ដងទៅខាតធ្វើម្ដងទៀតបានធ្វើតាមប្រមាណប្រមើលទឹកក្លៀងហើយប្តីប្រពន្ធឲ្យកយឲ្យគុណឲ្យបានទាត់ទៀងរឹកថ្លៃល្មមយករឹកថោកល្មមវៀងរូបល្អរឹកលៀងនាងកុំប្រសពណៃឲ្យស្ដាប់ឲ្យច្បាស់នេះពាក្យបញ្ច្រាស់អត្ថបទនៃរូបបើចឹងឆ្លើយគួបពេលវេលាអើក៏ខ្លីសូមសង្ហាណៃជ្រាបយល់ហើយបងប្អូនក្នុងសកលទ្វីបលោកីយើងរៀបយើងរាប់តាមបទចបៃនៃខ្លីសង្ហាណៃល្មមស្ដាប់បាទអីអើយអើសងមកបងវិញកុំអោយខានជួនបញ្ជាក់ប្រាប់អូនអស់សង្ស័យបងឲ្យប្អូនអស់សង្ស័យសន្តានញោមញាតគ្រប់ក្រុងគ្រប់ខេត្តគ្រប់ខណ្ឌក្នុងប្រទេសជាតិស្ដាប់បងប្រៃជូនវេកញែកទាំង4វាំងញាតប្រោស្រីធ្វើស្រូវត្រូវមើលទាន់មានភ្លៀងអស់លោកអ្នកនាងជាទីមេត្រីគាត់បានបញ្ជាក់ថាមិនមានធ្វើត្រឹមតែស្រូវអ្វីបើចង់ប្រកបការងារអ្វីទាន់ពេលវេលាដែលហុចឲ្យយើងត្រូវតែធ្វើទៅហុចព្រឹកធ្វើព្រឹកកុំចាំដល់ថ្ងៃអស់លោកអ្នក
ស្ដាប់កុំសង្ស័យព្រោះបងប្រាយជួនគាត់ឆ្លើយត្រូវមិនខុសកើរឿងស្រែកច្រៀងទាន់ចិត្តចង់គាត់បង្ហាញក្លងឲ្យគង់សង្ហាក៏ដូចជាបញ្យល់ដល់បងប្អូនអ៊ំមីងមីទូទាំងកម្ពុជាក្នុងរដ្ឋបរិយាមិនត្រឹមតែច្រៀងឯណាបើតាមខ្ញុំយល់បើយើងប្រកបការតែបើចិត្តមិនចង់ធ្វើមិនកើតអីរៀនសូត្រអ្វីក៏ដោយចោះនិយាយរួមទាំងអស់អ៊ំប្រុសស្រីសុភាសិតលើកតែប៉ុណ្ណឹងសូមខន្តីឲ្យញាតិប្រុសស្រីគិតពិចារណាសង្ហាណៃអស់សង្ស័យសួរមកខ្ញុំរៀបបីចំឆ្លើយដោយដុំបងប្អូនទាំងឡាយអ្នកមុខអ្នកការធាសិតមាញ់នេះសង្ហាណៃបានថាបងប្អូនទាំងឡាយយទីស្នេហាអ្នកពេលហ្នឹងបាទធ្វើស្រែទាន់មានភ្លៀងណាធ្វើស្រូវណាបាទសន្តិភាពមកដល់ហើយបងប្អូនទាំងឡាយយទីស្នេហាត្រូវមនីស្ថាបនាគឺថាកុំរុំចាំពេលវេលាអីណៃអាយប្អូនណៃត្រង់នេះខ្ញុំកលៃកែបន្តិចក៏ប៉ុន្តែត្រូវភារកិច្ចចែកជូនសម្ដាតញាតិខ្ញុំគ្រាន់តែបន្ថែមមួយម៉ាត់ទីពីរចងសាមគ្គីឥតមានឃ្លាតឲ្យបងប្អូនទាំងឡាយជននៃជាតិដូចបានស្ដាប់ស័ព្ទវិចាកុំរាកុំរុងកុំបងអង្គរៀបដីរៀបពីព្រោះដល់ពេលសន្តិភាពដល់ពេលដំណាក់កាលដែលយើងរួមគ្នាសាងទឹកដីឥឡូវឲ្យសង្ហាណៃជូនពរអបអរសាទរលាបងប្អូនអើយហើយពេលនេះមិនស្ងាត់ស្អីសូនអ្នកនៃរៀបរំបន្តទៅទៀតគោលគំនិតនាយសង្ហាណៃជូនពរជូនជ័យដល់ញោមញាតិទ្រង់ឯកឧត្តមអស់លោកអ្នកកាយកុំបីឃ្លាតមុននឹងឲ្យយើងបែកទៅបងប្អូនប្រងព្រាតញោមញាតិចង់ស្ដាប់នាយសង្ហាណៃអីអើយអូនជូនពរទៅកុំសង្ស័យបងប្រៃជូនប្អូនគោរពតាមវិជាកំពុងតែវិភាសាថ្មីនាទីចម្រៀងជាបៃបងបានប្រគល់ឲ្យគង់សង្ហាណៃគឺខ្ញុំជូនពរជូនជ័យមុននឹងបញ្ចប់គង់សង្ហាណៃសូមជូនពរលោកឯកឧត្តមលោកជំទាវអស់លោកនឹងលោកស្រីខ្ញុំសូមជូនពរបងកងទ័ពមានភារកិច្ចជាប់ទាំងយប់ថ្ងៃការព្រាបៀព្រំដែនបរិយទឹកដីអង្គរឲ្យគង់នៅសូមបងកងទ័ពគ្រប់អាត្មាបងបានសុខាបរៀងទៅ
ប្រាឈួនកងថ្ងៃខ្ញុំសូមជូនពរដល់បងប្អូនអ៊ំយាយតាញាតិមិត្តភូមីងគ្រប់អាត្មាក្មួយកមារាកមារីសូមឲ្យបានសុខទាំងថ្ងៃយប់កុំឲ្យមានជួបអាសន្នភ័យឈ្នះមាសត្រូវទឿន8ទាំងយប់ទាំងថ្ងៃកុំឃ្លាតឡើយបងប្រាឈួនកងថ្ងៃខ្ញុំសូមប្រណិប័តលើកហាត់គោរពលាញាតិហើយសូមនៅឲ្យសុខទុក្ខឲ្យសบายខ្ញុំសូមលាហើយទាំងអាឡ័យអីខ្ញុំសូមលាហើយទាំងអាឡ័យលោកអ្នកនាងទើបបានស្ដាប់កំសាន្តជាមួយចម្រៀងចំបៃឆ្លងឆ្លើយក្រោមចំណងជើងថាធ្វើស្រែតនមេឃភ្លៀង